បាទសូមគោរពសិក្ខាកាមរបស់គ្នានឹងគ្រប់មែនតើខ្ញុំបាទឈ្មោះឃីមអ៊ីបន្ទាប់ពីបានចូលរួមសិក្ខាសាលាស្ដីពីការរៀបចំផ្នត់គំនិតឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍ខ្ញុំបាទមានយល់ឃើញច្បាស់នៃការកំហុសពីមុនមកដូចជាខ្ញុំបាទធ្លាប់រស់ស៊ីគឺគិតឃើញអ្វីធ្វើនឹងដោយខ្ញុំបានគិតឲ្យសពជ្រុងសពជ្រោយធ្វើតាមតែចិត្តនឹកឃើញតែពេលដែលខ្ញុំមករៀននេះគឺខ្ញុំយល់ថាទៅថ្ងៃអនាគតមុននឹងធ្វើអ្វីមួយត្រូវគិតឲ្យហ្មត់ចត់គ្រប់ជ្រុងគ្រប់ជ្រោយទី2ទៀតខ្ញុំយល់ឃើញនៅរូបិយប័ណ្ណខ្ញុំចាប់អារម្មណ៍នៅរូបិយប័ណ្ណជាទូទៅបងប្អូនគិតថាគឺជាលុយទៅមុខទេក៏ប៉ុន្តែនៅពេលដែលខ្ញុំមករៀនជាមួយលោកសាស្ត្រាចារ្យនេះគឺយល់គាត់បង្ហាត់មកគឺថារូបិយប័ណ្ណមាន3វាដូចជាចាប់អារម្មណ៍មួយធ្ងន់ដែរដូច្នេះការមករៀន3ថ្ងៃគឺខ្ញុំគិតថាការចេះយល់ដឹងបានច្រើនពីមុនជាងពីមុនហើយជាចុងក្រោយនេះខ្ញុំសូមអរគុណដល់លោកសាស្ត្រាចារ្យចរនេះដែលបានចំណាយពេលវេលាព្រមទាំងកម្លាំងកាយកម្លាំងចិត្តមកហាត់មករៀនពួកខ្ញុំបដិញ្ញាថាបើមានវគ្គសិក្សាលើកក្រោយទៀតខ្ញុំនឹងចូលរួមអរគុណ